ជំរាបសួរគ្រូនិងអ្នកនរគ្នាខ្ញុំបាទឈ្មោះឆេងវិសិដ្ឋមកពីថ្នាក់M2 នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញអឺខ្ញុំនឹងមកធ្វើបង្ហាញfinal project ពី e-commerce តែ project របស់ខ្ញុំនេះមានគោលបំណងទៅលើការ order អីវ៉ាន់តាមរយៈ app ដូចជាគ្រឿងអេឡិចត្រូនិកផ្សេងៗដូចជាទូរស័ព្ទអឺហើយ laptop កាសអីជាដើមដែលនៅក្នុង front end នេះយើងមានcode ដូចជា code នេះសម្រាប់share app ធុន like ដូចជា API client endpoint អីជាដើមនិងមាន model អឺមានខ្លះដូចជា product user and order និងមាន provider ដែលប្រើសម្រាប់stack management ហើយក៏មាន script ជាច្រើនដូចជានេះសម្រាប់ user script និងនេះសម្រាប់admin script សម្រាប់គ្រប់គ្រងទៅលើមានសិទ្ធិគ្រប់គ្រងបន្ថែមលើ user ហើយក្នុងនោះក៏មាន server សម្រាប់ហៅ backend របស់ API ហើយមាន main stack ជាដើមសម្រាប់ចាប់ផ្ដើម project ហើយចូលមកដល់ backend យើងមានconfig config នេះសម្រាប់connect ជាមួយ MongoDB មានcontroller API address អីហើយ model នេះខ្ញុំបានបង្កើត model ចំនួន10 address category user អីជាដើមតែវាដូចគ្នាជាមួយនឹង collection ដូចគ្នាទេហើយ route ហើយ seed នេះ seed product នេះគឺយើងសម្រាប់បញ្ចូលនៅទិន្នន័យតាមរយៈហ្នឹងក៏បានឬក៏យើងអាច login ជា admin account ក៏យើងអាចបញ្ចូលទិន្នន័យតាមរយៈ admin បានដែរអូខេហើយនេះសម្រាប់ចាប់ផ្ដើមនៅ server របស់ backend អូខេជាបន្ទាប់នេះខ្ញុំនឹងធ្វើការ demo account user ជាមុនសិនខ្ញុំធ្វើការបង្កើត account user មួយពិសេសចិត្តមួយទៅយើងធ្វើការ create មកដើម្បីបង្កើត account អូខេនៅពេលដែលយើងបង្កើត account បានជោគជ័យវានឹងចេញផ្ទាំងរូបភាពចេះមកអានេះcategory មានជាច្រើនដូចជា accessory laptop phone Samsung watch អីជាដើមជាច្រើនហើយយើងក៏អាចធ្វើការ search វាបានដែរហើយ explore នេះយើងមានជាច្រើនដូចគ្នាយើងមាន card នេះយើងមាន contact យើងធ្វើការសម្រាប់ទំនាក់ទំនងទៅកាន់ម្ចាស់ហាងឬក៏អ្នកគ្រប់គ្រងនៅ app នេះដើម្បីនៅពេលដែលយើងមានបញ្ហាដើម្បីឲ្យសម្រួលនៅដំណោះស្រាយរបស់យើងហើយធ្វើការ follow តាមInstagram Facebook អីជាដើមហើយនេះគឺជា account របស់យើងដែលយើងបានបង្កើតមិញមាន order release spend edit profile delivery address payment method អីយើងធ្វើការ add វាក៏បានដែរអូខេ delivery address យើងក៏អាចធ្វើការ add វាបានដែរជាមួយ confirm by អូខេនេះគឺជា address ដែលយើងបាន add មិញនេះហើយយើងអាចធ្វើការ delete វាបានដែរ address center បន្តិចទៀតនេះខ្ញុំធ្វើការ order មួយ
មួយទៀតនៅពេលដែលយើងចូលចិត្តនៅអវ៉ាន់អ្វីមួយយើងក៏អាចធ្វើការចុចសញ្ញាបេះដូងវានឹងចូលទៅក្នុងបេះដូងនេះហើយខ្ញុំនឹងធ្វើការ order មួយដូចជា AirPods នេះចុះអានេះគឺជាតម្លៃដើមហើយខ្ញុំធ្វើការចុះតម្លៃវាសល់ពីយើងធ្វើការ add to cart មួយហើយឧទាហរណ៍ដូចជាបើយើងកំងអវ៉ាន់ហ្នឹងហើយយើងប្រើទៅអឺមានលក្ខណៈល្អហើយយើងក៏អាចធ្វើការ feedback បានដែរដូចជា coach ហើយ submit ទៅអូខេតមកទៀតនេះខ្ញុំនឹងធ្វើការ payment វានេះគឺជាតន័យដែលយើងបាន add មិញយើង pay តាមរយៈAway Payway ឧទាហរណ៍បើយើងមានកំប៉ុងមួយទៀតយើងក៏អាចapply វាបានដែរដូចជាដល់ទៅនេះវាធ្វើការចំណាយ24%$24.90អានេះគឺយើងទិន្នន័យកំប៉ុង discount យើងធ្វើការតាម pay តាម Away Payway អូខេនេះនៅពេលដែលយើង pay ជោគជ័យវាចេញpayment successful នេះគឺជាអវ៉ាន់ដែលយើងorder មកយើងអាចreview នៅorder របស់យើងមាន payment success address អីជាដើមហើយwish list ណាអវ៉ាន់ដែលយើងចូលចិត្តមិញយើងដាក់ចូលបេះដូងហើយនេះគឺការចំណាយអូខេបន្តមកទៀតនេះខ្ញុំធ្វើការបង្ហាញពីតន័យដែលយើងpay បានជោគជ័យមិញនេះគឺ order នេះលេខនេះហើយពិសិដ្ឋ71លេខសាមញ្ញយើងបង្កើតមិញនេះ2.1នេះ iPad Pro ទទួលបានជោគជ័យកាលដែលយើងទទួលបានជោគជ័យ payment success បន្តមកទៀតនេះខ្ញុំនឹងធ្វើការបង្ហាញពី admin account នឹងធ្វើការលុបហៅវាadmin account នេះវាដូចថាស្តៀងថាផតដូច user ដែរទេអានេះដូចគ្នាទេអូខេនេះដូចគ្នាទេវាខុសគ្នាកន្លែងនេះ admin account វាមាន admin panel ដែលយើងអាចធ្វើការ manage ឬក៏គ្រប់គ្រងទៅលើតន័យ upload ជាក់ស្ដែងនេះខ្ញុំបានតេស្តវាពីមុនហើយនឹងដាក់តេស្តវាដំណើរការកាន់តែល្អតេស្តវាច្រើនដងដែរនេះតន័យរបស់យើងអំពី64pay order ទទួលបានប៉ុណ្ណឹងនៅក្នុងនោះមានpadding 146ដែលមិនទាន់ pay យើងក៏អាច pay តាម delivery pay 2បានសង្ខេប one month delivery one month shipping នៅក្នុងនោះមានដូចជា order នេះមិញនេះពិសិដ្ឋ71ហ្នឹងបាន order អវ៉ាន់អស់ពី24ក៏យើងក៏អាចធ្វើការ update វ៉ាន់បានដែរនេះគឺជា product យើងក៏អាចធ្វើការ add តាមហ្នឹងក៏បានឬក៏អាចតាមកន្លែងនេះក៏បាន stick product នេះខ្ញុំធ្វើការ add មួយអឺ iPhone 5 SUK ដកiPhone
iPhone 5 600 បើយើងមានរូបថតយើងក៏អាចធ្វើការ upload រូបថតចូលមកកន្លែងហ្នឹងបានដែរបើយើងអត់មានទេយើងអាចធ្វើការ copy link ពីអ៊ីនធឺណិតមកដើម្បីផាសចូលក្នុងនេះឧទាហរណ៍ដូចជានេះយើងធ្វើការ copy link ហើយចឹងទៅយើងធ្វើការផាសវានឹងហាញរូបយើងហើយនឹងយើងក៏អាចដាក់ stock បានដែរដាក់ដូចជា30ទៅហើយ description នេះយើង describe អំពីទូរស័ព្ទរបស់យើងអា code phone យើងធ្វើការ feature product active product ហ្នឹងមកដើម្បីវា activate វាហើយយើងធ្វើការ create អូខេនេះគឺជា product ដែលយើងធ្វើការ add មិញហើយគ្រូបានជោគជ័យនេះ stock នេះ30អានេះបើមាន user ទិញអាវ៉ាន់របស់យើងហើយយើងអឺប្រើទៅល្អអត់មានអីទេនឹង user នឹងធ្វើការ rate ឲ្យ review អីណានេះឧទាហរណ៍ដូចជាចេះចឹងមិញអឺ user ទិញអាហ្នឹងមួយហើយ rate ឲ្យមិញហើយនឹង review មិញចឹងវានឹងលុបបង្ហាញចឹងតមកទៀតគឺ user នេះក៏ជា account ដែលខ្ញុំបានបង្កើតមិញ71@gmail.com យើងក៏អាចmake account ហ្នឹងទៅជា admin បានដែរនេះយើងបានឲ្យ account ហ្នឹងទៅជា admin ហើយយើងក៏អាចremove account ហ្នឹងអត់ឲ្យជា admin ក៏បានតមកទៀតគឺ category យើងក៏អាចធ្វើការ add នៅ category បានដែលយើងមានភាពងាយស្រួលនៅពេលដែលយើងadd បណ្ដឹងនៅក្រោយយើងគ្រាន់តែ add ជាមួយ category នេះទៅវានឹង manage បែងចែកវាតាមដូចជា iPhone Samsung iPad អីជាដើមធ្វើការ add វាមកហើយคูប៉ុងនេះយើងក៏អាចធ្វើការ add វាបានដែរតាមនឹងមកឧទាហរណ៍ដូចជាsale 60 discount អានេះគ្រាន់តែឈ្មោះទេតែកូដ order យ៉ាងតិចក៏100ដែរហើយយើងធ្វើការ sale វាមកនេះវាធ្វើការ add នៅคูប៉ុងថ្មីបើសិនជា user មានអាហ្នឹង user អាច apply ហើយនឹងមានការ discount នេះគឺជា review ដែល review មិញរបស់ account នេះយើងក៏អាចធ្វើការ delete វាបានដែរនេះគឺជា address របស់ account ដែលបានបង្កើតមិញយើងអាចធ្វើការ manage គ្រប់គ្រងអានេះគឺជាអឺ fabric ដែល account មិញបានដាក់ចូលសញ្ញាបេះដូងយើងអាចដឹងថា user ហ្នឹងគាត់ចូលចិត្តអីអឺដើម្បីយើងមានភាពងាយស្រួលក្នុងការប្រម៉ូទនៅ product ហ្នឹងហើយលក្ខណៈ discount ណាអានេះដូចជា product នេះចឹង user បាន add to cart ចឹងមានន័យថា user ចង់ទិញអាវ៉ាន់ហ្នឹងយើងក៏អាចធ្វើការ promotion by ឲ្យដូចជាអឺคูប៉ុងnotification ទៅ user ទៅ user អាចមានជម្រើសទិញឬក៏អត់អូខេដូចជាអស់ហើយ account admin នេះមានប៉ុណ្្នឹងទេអានេះគឺជា recently order មិញវា71មិញនេះជាអស់ហើយអូខេជម្រាបលាតែប៉ុណ្្នេះ